bạn bóng bóng bênนี้dương cho một đo chọn ý thì 34 bóng bóng á chiến lý ý phụ bảo chiến chiến đi bảo bên thằng bố lị lị cầm lăng bảo ý nói bảo phụ như tờ bảo chiến lý ý phụ bảo chiến lý ý phụ nói trong là vậy tha dương prang prang và đồ chỉ vật bảo trong bóng bóng mà dương thị hơn quạt từ thua ca ở kếแต่គាត់ចាត់ទុកកន្លែងការងារនឹងដូចជាផ្ទះរបស់គាត់អញ្ចឹងបាទអញ្ចឹងគាត់តែងតែ全力以赴បាទប្រឹងបដូរប្រាច់ជីវិតហ្មងបាទប៉ុន្តែនៅខាងម្ចាស់ក្រុមហ៊ុនគេអត់មានគិតដូចយើងទេបាទគេគ្រាន់តែគិតថាគេឲ្យលុយយើងគេជួលយើងមកធ្វើការអញ្ចឹងណាបាទបងប្អូនគេអត់មានឲ្យយើងហ្នឹងមកចាត់ទុកកន្លែងការងារហ្នឹងដូចផ្ទះយើងទេបាទយើងប្រឹងយើងស្រឡាញ់យើងហើយយើងលះបង់បាទយើងតែងតែឈានលីអ៊ីហ្វូបាទប្រឹងប្រែងលះបង់បដូរជីវិតបាទស្រឡាញ់ការងារណាតើថ្ងៃណាមួយមានរឿងអីបន្តិចបាទគេប្រឈប់យើងឬគេអីទៅបាទយើងចាប់ដើមឈឺចិត្តបាទសឹងតែលះបង់ជីវិតហើយកន្លែងការងារហ្នឹងបាទមានរឿងតិចតួចទៅបាទមេគេប្រឈប់យើងឬក៏មានរឿងអីកើតឡើងទៅគេមើលមិនឃើញពីឈាមដែលយើងស្រក់ដើម្បីកន្លែងការងារហ្នឹងទេtrongបងប្អូនគុំឲ្យសោះឲ្យរឿងឈៀនលីអ៊ីហ្វូបងប្អូនណាបាទកន្លែងការងារជាកន្លែងដែលយើងទៅលក់ពេលវេលាយកលុយទៅលក់កម្លាំងយកលុយទៅលក់ចំណេះជំនាញយកលុយបាទដល់ម៉ោងចេញមកផ្ទះដល់ខែបើកលុយចប់បាទគុំទៅស្រឡាញ់ស្ម័គ្រស្មោះបាទមិនមែនម៉ែឪបងប្អូនយើងនៅនឹងទេបងប្អូនបាទសូមផ្ដាំគុំទៅឈៀនលីអ៊ីហ្វូបាទហើយបងប្អូនខ្មែរយើងមកចំនួនក៏អត់យល់ទេពេលដែលតកែគាត់និយាយថាអូរងថ្ងៃប្រឹងណាស់ដើម្បីចិញ្ចឹមបុគ្គលិកបាទចឹងពាក្យហ្នឹងធ្ងន់ណាស់បាទបងប្អូនទៅយល់បាទចិញ្ចឹមបុគ្គលិកបានន័យថាបុគ្គលិកហ្នឹងវាអត់មានប្រយោជន៍អីទេអត់ចេះអីទេគេទុកតាំងលំអនៅក្រុមហ៊ុនទៅពាក្យចិញ្ចឹមគេប្រើបានដូចថាម៉ែឪប្រឹងចិញ្ចឹមកូនដោយសារកូននឹងក៏អត់តន់រឹងមាំដើម្បីចេញរកលុយបានបងប្អូនណាអញ្ចឹងគេប្រើពាក្យចិញ្ចឹមបាទអញ្ចឹងចិញ្ចឹមកូនបានន័យថាកូននឹងអត់តន់មានសមត្ថភាពចេញរកលុយបានទេបាទឬក៏កូនចៅនឹងចិញ្ចឹមម៉ែឪឃើញទេបាទកូនចៅចិញ្ចឹមម៉ែឪបានន័យថាឪពុកម្ដាយនឹងគាត់ឈឺហើយឬក៏គាត់ពិការហើយគាត់មិនអាចទៅរកលុយបានទេអញ្ចឹងណាគេហៅថាមនុស្សអសមត្ថភាពផ្នែកហិរញ្ញវត្ថុបងប្អូនទើបបានគេប្រើពាក្យចិញ្ចឹមបាទតែយើងជាបុគ្គលិកទៅធ្វើការឲ្យគេបាទកុំឲ្យត្រូវកែគេប្រើពាក្យចិញ្ចឹមបាទគេប្រើពាក្យចិញ្ចឹមបានន័យថាយើងជាបុគ្គលិកនឹងមនុស្សវាពិការសមត្ថភាពផ្នែកហិរញ្ញវត្ថុយើងទៅធ្វើការឲ្យគេយើងលក់ពេលវេលាយើងលក់កម្លាំងយើងលក់ចំណេះយើងលក់ជំនាញដើម្បីបដូរយកលុយយើងមិនមែនទៅឲ្យគេចិញ្ចឹមទេបាទបងប្អូនត្រូវយល់កន្លែងហ្នឹងណាខ្ញុំឃើញនៅស្រុកខ្មែរយើងគេចូលចិត្តប្រើពាក្យដែលថាខ្ញុំជាប្រធានក្រុមហ៊ុនខ្ញុំប្រឹងណាដើម្បីចិញ្ចឹមបុគ្គលិកបាទខ្ញុំនៅក្នុងក្រុមហ៊ុនហ្នឹងខ្ញុំចេញមកបាទខ្ញុំប្រាប់មេថាខ្ញុំប្រឹងរៀនសូត្រចេះដឹងច្រើនណាបាទខ្ញុំមកលក់ចំណេះជំនាញបទពិសោធន៍របស់ខ្ញុំយកលុយខ្ញុំមិនមែនមកឲ្យអ្នកឯងចិញ្ចឹមទេបាទត្រូវច្បាស់លាស់បាទមនុស្សរស់ឲ្យវាមានន័យបាទស្លាប់ក្នុងកិត្តិយសប្រសើរជាងរស់ក្នុងក្តីអាម៉ាស់ត្រូវនិយាយដឹងគ្នាពីណាចិញ្ចឹមអាណាបាទយើងបុគ្គលិកហ្នឹងហើយយើងជាអ្នកចិញ្ចឹមក្រុមហ៊ុនបងប្អូនណាបាទយើងជាអ្នកចិញ្ចឹមថៅកែហ្នឹងបាទយើងមើលថៅកែរោងចក្រមើលបាទជិះឡានស៊ីឆ្ងាញ់ហើយសួរថាគ្នាបុគ្គលិកហ្នឹងមើលបាទកម្មការរីហ្នឹងមើលវេទនាណាស់បាទសួរថាពីណាចិញ្ចឹមពីណាបាទកម្មការនីរោងចក្របាទរាប់ពាន់អ្នករាប់ម៉ឺនអ្នកគឺចិញ្ចឹមអាថៅកែហ្នឹងបាទខ្លាយទៅជាអ្នកមានហ្នឹងបាទចឹងរឿងពាក្យថាត្រូវកែក្រុមហ៊ុនប្រឹងណាដើម្បីចិញ្ចឹមបុគ្គលិកយើងកុំឲ្យគេនិយាយបាទយើងត្រូវនិយាយថាយើងជាអ្នកចិញ្ចឹមក្រុមហ៊ុនយើងជាអ្នកចិញ្ចឹមត្រូវកែព្រោះនៅក្រុមហ៊ុនគេមិនដែលទុកយើងដើម្បីខាតទេបាទគេឲ្យប្រាក់ខែយើងគេគុណគូចែកហើយបាទទុកយើងចំណេញប៉ុណ្ណាខាតប៉ុណ្ណាបាទអញ្ចឹងត្រូវយល់ឲ្យច្បាស់ពីពាក្យថាចិញ្ចឹមបាទហើយត្រូវចាំពាក្យនេះមួយបាទឈៀនលីអ៊ីហ្វូបាទឈៀនលីអ៊ីហ្វូបាទកន្លែងការងារដាច់ខាតគុំឈៀនលីអ៊ីហ្វូបងប្អូនណាបាទគុំទៅឈ្នានលីចំណាយធ្វើបាបពីណាពីណីគ្រាន់តែជាបន្ទុកទឹកយើងទេមួយរយៈទេបងប្អូនបាទទៅលក់ពេលវេលាទៅលក់កម្លាំងទៅលក់ចំណេះជំនាញយកលុយបាទដាច់ខែបើកលុយមកផ្ទះយើងមកបាទ
cùng từ lạnh smart smart cực cu kê bà kê từ cái game này khó nâng dương đây bà còn là chỉ cả đọt đồ bà bóng bóng á bạn gì ơi rõ sẽ với kì ha thời cái bầu dương vỡ dương đấy có bầu thời cái vỡ ở đây bầu từ bầu máu xong thanh cả bầu nó việc prom riêng kia bà vì vô sọp tới kì ha thời cả đọt đồ bà đòi mối chai pé chai cầm láng chùm này rư co chùm điếng hay nẹ mà khang tiện nó kì smart chất chai lôi bóng bóng á còn là chỉ cả đọt đồ bà chân admin thời cái là một chấm bộc lực tềត្រូវប្រយ័ត្នប្រយែងពាក្យហ្នឹងបងប្អូន